បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងបេរដ្ឋ California នេះគឺជាកិច្ចសម្ភាសន៍មួយជាកិច្ចសម្ភាសន៍ប្រចាំសំទោសប្រចាំខែដែលដូចជាការសន្យារបស់ខ្ញុំព្រោះខ្ញុំមានភ្ញៀវកិត្តិយសពីអង្គការ Save Cambodia ដែលជានាយិការបស់អង្គការនេះគឺកញ្ញាស៊ិនធីវីដែលផ្ដល់កិត្តិយសឲ្យខ្ញុំបានសម្ភាសន៍កញ្ញារាល់ខែជាពិសេសនៅថ្ងៃទី25រៀងរាល់ខែដើម្បីឲ្យបងប្អូនបានជ្រាបអំពីអ្វីខ្លះដែលអង្គការនេះកំពុងធ្វើកិច្ចការសំខាន់បច្ចុប្បន្នព័ត៌មានថ្មីការតស៊ូមតិការជួបជាមួយនឹងរដ្ឋាភិបាលក្រៅប្រទេសអ្វីទាំងអស់ដែលអង្គការ Save Cambodia ធ្វើនេះគឺដើម្បីសង្គ្រោះកម្ពុជានឹងឯង Save Cambodia គឺ Save ប្រទេសកម្ពុជាឬក៏យ៉ាងហោចណាស់ក៏ជួយជាសម្លេងសម្រាប់ប្រជាពលរដ្ឋដែលគ្មានសម្លេងហើយដែលសម្លេងនៅប្រទេសកម្ពុជានេះគឺថាគេបង្ក្រាបគេបិទមាត់គេអីចង់អស់ហើយអញ្ចឹងនេះគឺជាក្តីសង្ឃឹមធំមួយសម្រាប់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីក្នុងការដែលបានភ័ព្វវាសនាដែរដែលមានអង្គការ Save Cambodia នេះមកជួយហើយឥឡូវនេះព្រឹត្តិការណ៍ដែលកើតឡើងនៅប្រទេសកម្ពុជានេះគឺថាផ្ទួនគ្នារឿងច្រើនមែនតើយើងតាមសឹងឡើងតាន់ហើយប៉ុន្តែអ្វីដែលកើតឡើងនេះក៏មិនមែនជារឿងដែលអត់រំពឹងទុកទេព្រោះសុទ្ធតែជារឿងកើតឡើងដែលយើងគិតថាវានឹងកើតឡើងជាយថាហេតុដែរដូចជាតកតងនឹងអាមេរិកដាក់យកពន្ធ10%បន្ថែមទៀតលើប្រទេសកម្ពុជាតកតងនឹងពលកម្មដោយបង្ខំឬក៏ការរំលោភសិទ្ធិមនុស្សទោះបីជាកម្ពុជាក៏បានដាក់សារណាឬក៏ថាលិខិតការពារខ្លួនទៅគណៈកម្មការពាណិជ្ជកម្មពិសេសរបស់អាមេរិកក្នុងពេលជាមួយគ្នានឹងខាងអង្គការ Save Cambodia តំណាងឲ្យសហគមន៍ខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសហ្នឹងក៏បានសរសេរជាឯកសារភស្តុតាងជាច្រើនដាក់បញ្ជូនទៅស្ថាប័ននេះដើម្បីឲ្យជួយពិចារណាយ៉ាងម៉េចដើម្បីឲ្យជាថាដោះដូរឬក៏ចង់និយាយថាកែប្រែស្ថានភាពនៅកម្ពុជាអញ្ចឹងហើយកញ្ញាស៊ិនទេវីនៅពីក្រោយជួយកិច្ចការងារនេះយ៉ាងច្រើននៅក្នុងការសម្របសម្រួលឯកសាររៀបចំដាក់ទៅស្ថាប័ននេះហើយខ្លួនកញ្ញាផ្ទាល់នឹងក៏បានរៀបចំជាលិខិតដាច់ដោយឡែកមួយដើម្បីបន្ថែមទៀតនៅក្នុងការថ្លែងទៅគណៈកម្មការពិសេសរបស់ខាងពាណិជ្ជកម្មអាមេរិកនេះអញ្ចឹងរឿងនេះខ្ញុំនឹងជម្រាបជូនលម្អិតឲ្យតាក់ទងនឹងដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទៅប្រទេសកម្ពុជានៅក្នុងពេលនេះអង្គការ Save Cambodia ក៏រវល់រឿងនេះដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំសូមជម្រាបសួរកញ្ញាស៊ិនទេវីពីចម្ងាយបាទជំរាបសួរសុខសប្បាយយ៉ាងណាដែរបាទរវល់ខ្ញុំដឹងរវល់ខ្លាំងមែនតើហើយព្រោះអីអ្នកណាក៏រវល់ដែរក៏ប៉ុន្តែរវល់ក្នុងន័យថាល្អក្នុងន័យថាអឺដើម្បីប្រយោជន៍ប្រទេសជាតិយើងប្រជាពលរដ្ឋយើងនៅប្រទេសកម្ពុជារងចាំឡើងលហង់ថាតើធ្វើកិច្ចការងារអីចឹងរវល់នេះខ្ញុំដឹងហើយព្រោះសារណាឬក៏លិខិតឬក៏ហៅថា submission គឺអង្គការ Save Cambodia នេះតំណាងឲ្យសម្លេងរបស់ប្រជាពលរដ្ឋហ្នឹងគឺបានដាក់ទៅខាង US សំទោស USTR គឺខាងតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកតាក់ទងនឹងរឿងកម្ពុជាខ្ញុំចង់ចាប់ផ្ដើមសំណួរដំបូងទៅកញ្ញាស៊ិនទេវីឯកសារដែលដាក់ទៅខាងពាណិជ្ជកម្មអាមេរិកនេះតើគោលបំណងអីនៅក្នុងការសរសេរលិខិតនេះហើយសរសេរហ្នឹងមានខ្លឹមសារសង្ខេបយ៉ាងម៉េចខ្លះដែលសរសេរទៅគេនេះបាទ first question uh, what is in your submission and why you submitted that kind of submission to the USTR? Oh, the USTR? Yes. So this is where we spoke last time, where we gathered information from all the different groups, international groups, in-country groups, highlighting why we must continue with the enforcement. This was continuing from the first roundtable that we had with the State Department in March 2026. And now the US is moving towards that enforcement. But first, they had the findings, and they had found that Cambodia, in fact, based on their forced labor investigation, they were going to move forward, and they asked the community for comments. So that's where we put our comments in. And yesterday was great because the USTR announced that they will be moving forward with enforcement action under Section 301 following its forced labor investigation. កញ្ញាស៊ិនទេវីគាត់ចង់ជម្រាបដោយសារសំណួរខ្ញុំសួរថាហេតុអីបានជាអង្គការ Save Cambodia ត្រូវដាក់
លិខិតទៅឬក៏ជាភស្តុតាងអីជូនទៅខាងតំណាងពាណិជ្ជកម្មអាមេរិកនេះគឺដោយសារតែគេស្នើសុំឲ្យប្រទេសដែលពាក់ព័ន្ធនឹងការដែលអាមេរិកចង់ដាក់ពន្ធបន្ថែមយ៉ាងណានោះគឺឲ្យផ្ដល់ជាយោបល់ដើម្បីតបតទៅនឹងការសម្រេចថាគេចង់សម្រេចយ៉ាងម៉េចគេស្ដាប់មតិរបស់បងប្អូនយើងចឹងហើយបានជានៅសហគមន៍ខ្មែរហ្នឹងមានអង្គការសង្គមស៊ីវិលមានប្រជាពលរដ្ឋខ្មែរជាច្រើនដែលចង់ជួយចូលរួមជាយោបល់ហ្នឹងអង្គការ Save Cambodia ក៏បានប្រមូលឯកសារទាំងអស់នេះដើម្បីយកទៅដាក់ឲ្យខាងស្ថាប័ននេះដើម្បីឲ្យយកទៅពិនិត្យក៏ប៉ុន្តែអ្វីដែលកញ្ញាសិនទេវីបញ្ជាក់ចុងក្រោយនេះឥឡូវនេះកាលពីនិយាយទៅថ្ងៃទី24ខែកក្កដានេះសហរដ្ឋអាមេរិកបានសម្រេចដាក់ពន្ធ10%តកតងនឹងពន្ធ tariff គឺពន្ធគយនេះទៅលើប្រទេសកម្ពុជាដោយសារតែបញ្ហាពលកម្មដោយបង្ខំនិងការរំលោភសិទ្ធិមនុស្សអីចឹង Tevi actually I know that I have a lot of questions but since the submission that Save Cambodia and the government of Cambodia ដែលរដ្ឋាភិបាលខ្មែរនិង Save Cambodia ដាក់ទៅអត់ទាន់បានប្រមាណផងឥឡូវនេះស្រាប់តែចេញសេចក្តីសម្រេចមកទៅជាការដាក់ទណ្ឌកម្មដូចដាក់ទណ្ឌកម្មកម្ពុជា Do you think it has something to do with your submission or the community submission or is it something like new that happens? I think it's been I think no, well, I think that it has to do with the series of the decade that's been taking place. And this is something that we've been highlighting, and this has been going on for a very long time. Cambodia has benefited from what is it? They have benefited from a lot of the trade for a long time as a way to help the country develop. And we've seen that it hasn't. And instead we are seeing an increase and expansion of the repression. So at this point, and also with everything that's happened, that increase in expansion has not just affected, like I mentioned before, not just inside Cambodia, but it is also now expanding to people outside of Cambodia as well, internationally. So this is a major problem. It's not just affecting Khmer people anymore. Well, it affected Khmer people in country, then it affected Khmer people outside, and then now it's affecting people that are not even Khmer. អរគុណច្រើនតាពុតមុននេះខ្ញុំសួរកញ្ញាសិនទេវីតកតងនឹងការដែលដាក់លិខិតដាក់ឯកសារទៅនេះគឺមែនតើជាឯកសារបញ្ជាក់អំពីស្ថានភាពរំលោភសិទ្ធិមនុស្សស្ថានភាពដែលរំលោភសិទ្ធិការងារអីនៅប្រទេសកម្ពុជាតើរឿងប្រជាធិបតេយ្យរឿងសិទ្ធិមនុស្សហ្នឹងតើលិខិតហ្នឹងដាក់ទៅហ្នឹងវាជួយអីខ្លះទើបតែគ្រាន់តែបានប្រហែលថ្ងៃស្រាប់អាមេរិកដាក់ទណ្ឌកម្មឬក៏ថាយកពន្ធ10%លើកម្ពុជានោះតើវាជាខ្លឹមសារលិខិតហ្នឹងឬយ៉ាងណាកញ្ញាសិនទេវីឆ្លើយយ៉ាងសាមញ្ញថាតាមពិតរឿងនេះវាកើតឡើងយូរទៅហើយកម្ពុជាខ្លួនឯងអត់បានធ្វើអីដើម្បីឲ្យមានការផ្លាស់ប្ដូរកែប្រែស្ថានភាពដែលជាបញ្ហាហ្នឹងវាមានតែកើនកាលនៅស្រុកខ្មែរហ្នឹងក៏កើនអាបញ្ហាឥឡូវរីកសាយភាយដល់ប្រទេសក្រៅទៀតជាពិសេសដូចជាបញ្ហារឿងរំលោភដោយថាប្រព័ន្ធដឹកនាំហ្នឹងវាធ្វើឲ្យអាស្ថានភាពហ្នឹងវារីកសាយភាយដល់ខ្យល់ខ្ចាយដល់ខាងក្រៅហ្នឹងហើយដែលធ្វើឲ្យរឿងនេះមិនមានអីគួរឲ្យភ្ញាក់ផ្អើលទេប៉ុន្តែចេះទេវីខ្ញុំមានសំណួរមួយតាក់ទងនឹងអ្វីដែលទេវីនិងអង្គការ Save Cambodia ជាពិសេសហ្នឹងគឺសរសេរទៅខាងពាណិជ្ជកម្មអាមេរិកនេះគឺផ្ដោតខ្លាំងទៅលើដែលក្នុងភាសាដែលទេវីលើកឡើងហ្នឹងគឺដាក់ថា progressive dismantling of freedom of association and its trade relationship with the United States ព្រោះអីហ្នឹងក្នុងសារហ្នឹងគឺចង់និយាយអំពីថាប្រទេសកម្ពុជាអត់បានយកចិត្តទុកដាក់នៅក្នុងការដោះស្រាយបញ្ហាក្នុងការធ្វើទុកបុកម្នេញសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនិងការជួបជុំសិទ្ធិកម្មករសិទ្ធិសហជីពនឹងទេព្រោះវាធ្វើឲ្យមានការចាត់រៀបចំជាប្រព័ន្ធអីអញ្ចឹង So can you elaborate a little bit further on this? I mean like why Save Cambodia came up with the idea that this is more about the progressive dismantling of freedom of association in Cambodia and it has something to do with trade relationships with the United States. Well, I think there's a little bit of a confusion. They're actually, well, the submissions we did were separate. So with the USTR, that was about trade.
regarding with the ICCPR Article 22, the call for comments, that was about the progressive dismantling of freedom of association. Um, but they all tie together. Okay. And so freedom of association is part of accountability, check and balances system. Freedom of association is not separated from trade. Trade is not a different function separately from governance and enforcement. So trade tells us what was promised. Freedom of association helps us to determine whether those promises actually working, and they identify problems before they become bigger. So when freedom of association technically weakens, every institution that's under it, whether it's political parties, whether it's civil society, whether it's independent media, or all of those concerns and that provide accountability weakens as well. Now, when you talk about trade, an example would be like Naga World, the labor dispute, who are the independent union and labor sector. So currently, they show that there are challenges and restrictions. And those current challenges include organizing, raising concerns, reporting abuses, negotiating for their interests, which are all part of freedom of association. So all of those challenges and restrictions indicate that protections are not functioning effectively and reform is needed. So with the ICCPR, I was trying to make a case study for Cambodia, where I was trying to show what is it? How Cambodia, examining Cambodia, how the issues are connected through a broader framework of freedom of association. Because sometimes even we do it. I think the UN does it too, and even the State Department before they reorganized, they were looking at these issues separately rather than looking at the full system. Thank you very much តាមពិតខ្ញុំសួរទេវីតកតងនឹងរឿងអ្វីដែលគាត់សរសេរទៅខាងពាណិជ្ជកម្មអាមេរិករឿងវាមានពីររឿងមួយទៀតតកតងនឹង ICCPR ដែរតកតងនឹងរឿងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយគឺអាមេរិកឥឡូវនេះគឺហាក់បីដូចជាយកចិត្តទុកដាក់ខ្លាំងមែនទែនអំពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មទាំងអស់នៅលើលោកផ្ដោតខ្លាំងទៅលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឬក៏សិទ្ធិសេរីភាពរបស់សហជីពរបស់កម្មករអីហ្នឹងហើយព្រោះអីពាណិជ្ជកម្មរបស់អាមេរិកនៅក្នុងសម័យនេះគឺវាអត់ដាច់គ្នាអំពីសិទ្ធិសេរីភាពនិងសិទ្ធិមនុស្សហ្នឹងទេអញ្ចឹងហើយបានជាគេស្នើសុំឲ្យខាងអង្គការសង្គមស៊ីវិលអីហ្នឹងជួយផ្ដល់ជាមតិជាភ្នែកជាច្រមុះដល់ស្ថាប័នអាមេរិកនៅក្នុងការតាក់ទងឬក៏តំណែងជាមួយនឹងប្រទេសដទៃទៀតហ្នឹងតើពាណិជ្ជកម្មហ្នឹងយើងធ្វើយ៉ាងម៉េចដើម្បីរក្សាគ្រប់តម្លៃទាំងអស់នេះឲ្យបានអញ្ចឹងហើយបានជាអ្វីដែលអង្គការទាំងនេះបានធ្វើហ្នឹងគឺផ្ដោតខ្លាំងទៅលើភាពតាក់ទងគ្នារវាងសេរីភាពនិងពាណិជ្ជកម្មដែលមិនអាចផ្ដាច់គ្នាបានហ្នឹងដោយសារយើងដឹងហើយនៅស្រុកខ្មែរសូម្បីតែសហជីពកម្មករដែលកំពុងតែបំពេញការងារដូចជា Nagavel ឬក៏អង្គការសហជីពមួយចំនួនហ្នឹងគឺពួកគាត់នៅកំពុងតែរងការរដ្ឋបិទនៅឡើយដូច្នេះនៅក្នុងការរងការរដ្ឋបិទដូច្នេះវាមានបញ្ហាមួយគឺតកតងនឹងការដែលបំពេញទៅតាមលក្ខខណ្ឌរបស់តម្រូវការនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកជាដើមខ្ញុំមានសំណួរបន្តទៀតតកតងនឹងរឿងពីរឿងព្រោះអីអាមេរិកសប្តាហ៍នេះគឺយើងដឹងហើយគឺការងាររបស់គាត់ផ្ដោតខ្លាំងទៅលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនិងពាណិជ្ជកម្មក្នុងពេលជាមួយគ្នាហ្នឹងគឺមានប្រទេសច្រើនណាស់ដែលជាប់ការដែលដាក់ទណ្ឌកម្មឬក៏អាចថាកំណត់ពន្ធថ្មីបន្ថែមទៀតតកតងនឹង tariffs ហ្នឹងដោយសារតែស្ថានភាព forced labor គឺពលកម្មដោយបង្ខំឬក៏ស្ថានភាពរំលោភសិទ្ធិមនុស្សអីអញ្ចឹងប៉ុន្តែបើយើងមើលអំពីកម្ពុជាដូចជាបានសន្យាថាបានធ្វើកិច្ចការងារមួយចំនួនព្រោះអីកម្ពុជាខ្លួនឯងហ្នឹងតាមពិតពេលដែលអាមេរិកចង់ឲ្យកែគឺគាត់ចាប់ផ្ដើមធ្វើខ្លះដែរមិនពីមុនមកដែលសូវធ្វើអញ្ចឹងទេប៉ុន្តែឥឡូវនេះគឺគាត់ធ្វើឧទាហរណ៍ដូចតកតនៅអាមេរិកថាអ្នកឯងត្រូវដោះស្រាយបញ្ហា forced labor គឺបើមិនដោះស្រាយទេគឺយើងនឹងដាក់ពន្ធរហូតដល់ទៅ 12.5% កម្ពុជាបញ្ញាប់គឺថាចាប់ផ្ដើមធ្វើឲ្យមានបញ្ញត្តិមួយគឺទប់
ហាមឬក៏ផ្ដន់ទាទោសការនាំទំនិញដោយពលកម្មបង្ខំដោយ forced labor អីចឹង so ប៉ុន្តែបើយើងមើលប្រទេសមួយចំនួនគឺហាក់បីដូចជាថាធ្វើឲ្យលឿនដើម្បីឲ្យអាមេរិកហ្នឹងកុំដាក់ពន្ធអីចឹងប៉ុន្តែការអនុវត្តជាក់ស្ដែងនៅប្រទេសហ្នឹងគឺគាត់អត់ធ្វើទេ so my next question is like what would be the broader and regional kind of international consequences if these problems continue for example like countries still like ignore or maybe like they have not implemented what they have promised that they would do. So what would be your perspective on this? Well, with Cambodia's case, this is why I made Cambodia a case for the ICCPR, Mm-hmm. because the purpose of, let me explain first what was the purpose of this submission. Mm-hmm. The purpose of the call is where the purpose of the call for comments is to help the UN Human Rights Committee to understand how freedom of association works in practice and what challenges people are facing and what guidance they need to be included into their Article 22. So it was very general, but I decided to bring Cambodia as a case study because it shows such a good example of what happens when institutions and mechanisms that support freedom of association progressively weaken over a long period of time without being addressed. So what began originally as just problems of workers inside Cambodia, civil society issues, local community issues like with sovereignty, environmental issues, they have deepened and expanded into these broad transnational issues that we see today. Now, I'm not trying to talk more into detail. I don't want us to focus so much about the transnational repression or transnational issues. But for the ICCPR, this was to show that trajectory, show that when things go unchecked, trafficking happens, forced labor happens, cyber scamming, regional instability, and even tension affecting neighboring countries. Now, I don't need to talk that far. I mean, you already know, if you just look and compare for the last 10 years, say 10 years ago till today, you can clearly see that trajectory. So that is what the regional and international consequence would look like. Thank you ទេវីគាត់ពន្យល់អំពីដែលសំណួរខ្ញុំសួរគាត់ហ្នឹងគឺធម្មតាទៅពេលដែលប្រទេសដែលមិនអនុវត្តតាមអ្វីដែលជាគោលការណ៍ទូទៅនៃការគោរពសិទ្ធិមនុស្សជាមូលដ្ឋានសិទ្ធិជួបប្រជុំសិទ្ធិសហជីពអីហ្នឹងគឺវាមានផលវិបាកជាយថាហេតុដែលមិនមានរឿងអីភ្ញាក់ផ្អើលដូចជារឿងករណីប្រទេសកម្ពុជាគឺអង្គការ Save Cambodia លើកច្បិចយកមកជាករណីសិក្សាមួយដែលបង្ហាញថាកម្ពុជាបានខកខាននៅក្នុងការដែលដោះស្រាយបញ្ហាដែលធ្វើឲ្យបញ្ហានេះរហូតដល់តែទុំជោហើយវាជះផលច្រើនមែនតើរហូតដល់ថាតកតងនឹងការប៉ះពាល់ដល់មាត្រា22នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយគឺជាពិសេសគឺតកតងនឹងសិទ្ធិជួបប្រជុំសិទ្ធិបង្កើតសហជីពសិទ្ធិអីហ្នឹងដែលយើងបង្ក្រាបវាយូរពេកទៅជាប្រព័ន្ធទៅយូរអាបញ្ហាដែលរៀលដាលនៅក្នុងប្រទេសហ្នឹងវាคล้ายទៅជារឿងសកលព្រោះតែពេលវាកពុបវាហៀទៅខាងសកលលោកចឹងទៅអញ្ចឹងហើយបានជារឿងកើតឡើងដូចជាការឆបបោកអនឡាញអីនៅប្រទេសកម្ពុជាហ្នឹងក៏វាមកពីអ្វីដែលកើតឡើងដោយសារតែប្រព័ន្ធរៀបចំនៅក្នុងការគ្រប់គ្រងអភិបាលកិច្ចឬក៏ដោះស្រាយនៅក្នុងបញ្ហានឹងដែលយើងធ្វើមិនបានល្អហើយទុកឲ្យវាកើតឡើងរហូតមកដល់ពេលនេះហើយរឿងនេះហើយដែលជាបញ្ហាដែលជាបន្ទុកមួយដែលបើប្រទេសណាមួយដែលមិនដោះស្រាយបញ្ហាហ្នឹងគឺវានឹងនាំឲ្យមានបញ្ហានឹងច្រើនយ៉ាងដែលកើតឡើងជាបន្តបន្ទាប់ហ្នឹងlook now we have like នៅក្នុងអាពេលដែលអង្គការ Save Cambodia ដាក់សេចក្តីឬក៏ថា submission ទៅខាងរដ្ឋាភិបាលអាមេរិកនេះគឺមែនតើគឺវាមិនមែនមានតែ section វាមានតែ article 22វាមាន section 301វាមានអីហ្នឹងវាមានផ្នែកអីច្រើនទៀតតកតងពាណិជ្ជកម្មរឿងនេះបើប្រជាពលរដ្ឋខ្មែរទូទៅគាត់មានភាពរៀងស្មុគស្មាញបន្តិចពិបាកយល់អញ្ចឹងខ្ញុំចង់ឲ្យទេវីជួយបន្ថែមបន្តិចសួរទៅពេលដែល
អាមេរិកគឺគេយកបញ្ហា section 301ហ្នឹងមកនិយាយអីចឹងសំណួរដែលខ្ញុំចង់សួរហ្នឹងសួរ what come after this section 301 and actually what actually the expected outcome. So wait, let me clarify first. Okay. Confusing because there is so much taking place right now. I know. Okay. Yeah. I understand. So first there is, to clarify to the audience, there is the USTR, which is regarding the trade that's taking place with Cambodia and the United States. Okay, that's one. And the second one was the United Nations submission regarding the freedom of association. So they're completely two separate things, but the issue remains the same. So the United States, we are trying to get them, they are already in the implementation phase. They are already in the phase where they're no longer really looking for reports or research anymore. They have seen what they've seen. We provided them what we provide, and now they are taking action. That's where they're at. They're like ahead of the curve. The United Nations is different. The United Nations is, they did mention in 2023 that the election, that they challenged the Cambodian government when the Cambodian government said that the people voted for a one-party state. And then followed that was the special rapporteur. He stated he did his reform measures and said that the election is not free and fair, and it questioned the hereditary appointment of Hun Manet. So the ICCPR is different from the Human Rights Council. So the ICCPR, they just look for, they're monitoring civil and political issues. And in this specific case, they wanted to specifically look at Article 22, which is freedom of association. The special rapporteur is different. The special rapporteur will be doing his report with the Human Rights Council in October 26th. So it's like three different things going on. I know. Just to clarify to your audience. អរគុណទេវីតាមពិតទេវីក៏ខ្ញុំចង់សួរបញ្ជាក់ដែរព្រោះរឿងវាមានច្រើនណាស់ព្រោះអង្គការ Save Cambodia ដាក់ឯកសារទៅនេះគឺតាមយន្តការផ្ទាល់ទៅសហរដ្ឋអាមេរិកផងទៅយន្តការអង្គការសហប្រជាជាតិតាក់ទងនឹងរឿងសិទ្ធិមនុស្សរឿងអីហ្នឹងផងអញ្ចឹងហើយឥឡូវនេះវាពាក់ព័ន្ធនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមួយដែលកំពុងតែបំពេញទស្សនកិច្ចនៅកម្ពុជាហ្នឹងក៏អង្គការ Save Cambodia មានលិខិតមួយឬក៏សេចក្តីថ្លែងការណ៍មួយតាក់ទងនឹងចំណុចនេះដែរឥឡូវខ្ញុំមែនតើទៅតាមពិតអង្គការ Save Cambodia គាត់បានធ្វើកិច្ចការងារច្រើនតាក់ទងនឹងផ្នែកសិទ្ធិមនុស្សផ្នែកសហជីពផ្នែកពាណិជ្ជកម្មផ្នែកអីឲ្យតែតាក់ទងនឹងរឿងសិទ្ធិមនុស្សរឿងប្រទេសកម្ពុជាហ្នឹងគឺគាត់រវល់ប្រហែលថ្ងៃប្រហែលខែចុងក្រោយនេះគឺគាត់រវល់មែនតើប៉ុន្តែសំណួររបស់ខ្ញុំនេះចេះទៅវិញមានស្ថាប័នច្រើនមានអង្គការច្រើនដែលចង់និយាយថាដើម្បីដាក់អា submission ឬក៏ដាក់អីទៅក្នុងអង្គការសហប្រជាជាតិឬក៏សហរដ្ឋអាមេរិកហ្នឹងណា So but why Save Cambodia matters? So why Save Cambodia is so relevant in submitting or in like sending all this kind of information to these people or like institutions? So yeah, please explain to the people why. Why? I mean, because our role has always been to help the Khmer community's concern and voices be heard, and to make sure that key policymakers hear, understand, and take action effectively. I mean, there's a lot of issues taking place in Cambodia. It can be very overwhelming. So we condensed those concerns and we try to help to package it in a way that's more digestible and where they can take action. That's really what it is. You know, I mean, looking for the, and also opportunity is not just getting them to hear, but it's about mobilizing the Khmer community into action. What I've seen through the years I've been doing this, I've seen that our Khmer community is not, I mean, there's two parts of this where they're not engaged in the international process, in actual processes in general, where such as the USTR, where actions are being implemented, where they're taking and we should be involved in that. And number two, with the Khmer community in country being more repressed and their voices
they can't speak out as much as they cannot speak out like before. It's important that the people outside engage even more. I mean, inside, everybody should be engaging more. So Mm-hmm. that's what our role is, and that's what we do. Thank you តាមពិតមិញនេះខ្ញុំសួរកញ្ញាសិនធីវីតកតងនឹងរឿងរ៉ាវកើតឡើងច្រើនណាស់អង្គការស្ថាប័នមានមកកណោទាំងស្ថាប័នអង្គការនយោបាយអីផ្សេងទៀតហេតុអីបានជាអ្វីនេះគឺហាក់បីដូចជាបន្ទុករបស់ខាងអង្គការ Save Cambodia ច្រើនណាស់នៅក្នុងការដែលត្រូវសរសេររបាយការណ៍ឬក៏ជូនជាព័ត៌មានទៅឲ្យអង្គការសហជីវជាតិផងទៅសហរដ្ឋអាមេរិកឬក៏សហគមន៍អឺរ៉ុបអីអញ្ចឹងតកតងនឹងស្ថានភាពនៅស្រុកខ្មែរនេះថាតើតួនាទីសំខាន់អីក៏ម្លេះតកតងនៅក្នុងការដែល Save Cambodia ត្រូវធ្វើនោះតើវាបានផលអីអញ្ចឹងកញ្ញាសេងធីវីធីរីគាត់ sorry Santevi, I've been thinking of Saint Thierry for all these days so that it can be released ខ្ញុំគិតថាអ្វីដែល Santevi ចង់បញ្យល់បងប្អូនហ្នឹងគឺថាអង្គការនេះគឺមែនតើគឺជាផ្នែកជាចំោះគឺជាសម្លេងសម្រាប់អ្នកដែលអត់មានសម្លេងនេះគឺជាទូនាទីធំរបស់អង្គការ Save Cambodia ហើយដោយសារបានទូនាទីទទួលស្គាល់ពីអង្គការសហជីវជាតិផងហើយនៅក្នុងឋានៈមួយដែលជួយឲ្យសម្លេងប្រជាពលរដ្ឋខ្មែរដែលរងទុក្ខហ្នឹងគឺបានលឺទៅដល់ភាគីពាក់ព័ន្ធផងអញ្ចឹងហើយបានជារាល់ពេលដែលមានការដែលត្រូវដាក់ឯកសារអីគឺអង្គការ Save Cambodia នេះតែងតែធ្វើកិច្ចការងារនេះជាប្រចាំខ្ញុំវិលមករឿងយើងវិញតកតងនឹងសំណួរតកតងនឹងរឿងដែលដាក់ទៅខាងពាណិជ្ជកម្មមិញហើយខ្ញុំអត់ទាន់បានសួរអស់ទេទេវីដោយសារតែអញ្ចេះព្រោះនៅក្នុងពេលដែលអង្គការ Save Cambodia សរសេរទៅនឹងអង្គការពាណិជ្ជកម្មឬក៏ស្ថាប័នពាណិជ្ជកម្មរបស់អាមេរិកនេះក្នុងក្របខ័ណ្ឌ USTR នេះគឺមានរឿងច្រើនណាស់ដែលនិយាយអំពីទំនាក់ទំនងពាណិជ្ជកម្មទំនាក់ទំនងអង្គការសង្គមស៊ីវិលអង្គការអីហ្នឹងតើអាពេលដែលដាក់submission ទៅនេះអង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជាណាខ្លះដែលមានជួយអង្គការ Save Cambodia ឬក៏អីខ្លះដែរទេព្រោះអីអញ្ចេះខ្ញុំសួរសំណួរនេះដោយសារអញ្ចេះអង្គការ Save Cambodia មានsubmission នឹងមួយហើយមាន letter personal letter របស់សិនទេវីផ្ទាល់ទៀតគឺសរសេរជា letter មួយទៅខាងស្ថាប័ននេះបន្ថែមទៅលើអ្វីដែលដាក់ទៅហើយអញ្ចឹងសំណួរខ្ញុំចង់សួរថាតើប្រជាពលរដ្ឋដាក់ឯកសារមកហើយហេតុអីបានជានៅក្នុងនាមជាប្រធានអង្គការ Save Cambodia កញ្ញាសិនទេវីត្រូវការសរសេរលិខិតមួយទៀតហើយលិខិតហ្នឹងគឺ very meaningful មានន័យគួរឲ្យជក់ចិត្តមែនតើហើយចង់ដឹងថាហេតុអីបានជាត្រូវការសរសេរលិខិតហ្នឹងបន្ថែមបាទ Why did you feel the need to write your personal letter on top of the submission that put before the USTR? Well, I do want to make clear that there were other groups that made their own personal submission as well, and I helped them put it in there. But I made sure to put everybody else's first and mine last. Every submission that we've worked on over the years has never been personally about me, I've never written it in a way that how I felt or my opinion. Like I mentioned, our role has always been to take the Khmer voices and package it in a way that is going to be the most effective and efficient. But when this process opened with public comment, I decided to submit my own perspective, not because my voice is more important than anyone else, but because over the years I've had the opportunity to listen to people from many different parts of the Cambodian society who often don't sit in the same room, who don't share the same experiences, who don't see the same parts of Cambodia. And as someone who was born in the US to Khmer refugee parents, I spent years listening to different groups, different organizations, and just ordinary people. And what I found that despite political differences, most people want the same basic things, which is stability, security, opportunity, and a better future for their families. So my personal submission was not an effort to bring those observations together. And it was to identify those patterns and connect them together
and then explain why these issues matter, not just on behalf of one group, but for the future of Cambodia as a whole. Thank you very much បងប្អូនតាមពិតខ្ញុំសួរសំណួរទៅកញ្ញាសិនធីវីតកតងនឹងលិខិតឯកជនមួយដែលពេលដែលគាត់ដាក់ឯកសារតំណាងឲ្យសហគមន៍ទាំងមូលហើយក្នុងនាមជាប្រធានមិនមែនក្នុងនាមជាប្រធានអង្គការទេក្នុងនាមជាបុគ្គលផ្ទាល់ខ្លួនដែលជាខ្មែរអាមេរិករស់នៅសហរដ្ឋអាមេរិកនេះកញ្ញាសិនធីវីសរសេរលិខិតមួយដ៏គួរឲ្យជក់ចិត្តផ្ញើទៅខាងស្ថាប័នសហរដ្ឋអាមេរិកនេះដែរខ្ញុំសួរនេះដោយក្នុងន័យថាតើលិខិតដែលប៉ុណ្ណឹងហើយបងប្អូនដែលបញ្ចេញជាសម្លេងហើយមិនគ្រប់គ្រាន់ទេឬក៏យ៉ាងម៉េចដែលអង្គការ Save Cambodia ត្រូវការដែលក្នុងនាមផ្ទាល់ខ្លួនជាប្រធានដាក់ឯកសារនេះទៅទេវីបកស្រាយមកថាគាត់មែនតែនទៅគឺឲ្យតម្លៃសហគមន៍សម្លេងរបស់សហគមន៍នេះធំជាងសម្លេងបុគ្គលផ្ទាល់ខ្លួនគ្រប់ពេលព្រោះអីសម្លេងរបស់ប្រជាពលរដ្ឋហ្នឹងគឺយកមកចងក្រងហើយយកទៅបញ្ជូនទៅឲ្យខាងស្ថាប័នពាក់ព័ន្ធដើម្បីបានដឹងពីសម្លេងកង្វល់របស់ប្រជាពលរដ្ឋហើយតែងតែតំណាងប្រជាពលរដ្ឋគ្រប់ពេលក៏ប៉ុន្តែនៅក្នុងពេលនេះសរសេរផ្ទាល់ខ្លួននេះក៏មិនមែនបានន័យថាគំនិតរបស់ខ្លួនឯងឯកជនហ្នឹងវាជាគំនិតដែលប្រសើរថ្លាថ្លៃជាងគំនិតរបស់អ្នកដែលដាក់មកដែលអង្គការ Save Cambodia បានបញ្ជូនទៅហើយនោះទេគ្រាន់តែថាចង់ឆ្លុះបញ្ចាំងមួយផ្នែកទៀតនៅក្នុងនាមជាខ្មែរអាមេរិកហើយដែលបានរស់នៅឆ្លងកាត់ឬក៏ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋច្រើនស្ដាប់ប្រជាពលរដ្ឋនិយាយថ្លាថ្លែងអំពីសុខទុក្ខរបស់គាត់ហើយយល់អំពីខ្លឹមសារសំខាន់ដែលប្រជាពលរដ្ឋត្រូវការបញ្ហាសំខាន់នៅក្នុងជីវិតរបស់គាត់ដូចជាសុវត្ថិភាពបញ្ហាតកតងនឹងលំនឹងក្នុងគ្រួសារបញ្ហាឱកាសការងារឱកាសនៅក្នុងជីវភាពប្រចាំថ្ងៃអីតកតងនឹងសិទ្ធិសេរីភាពរបស់ពួកគាត់អីអញ្ចឹងទៅបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនខ្លះដើម្បីជាអ្វីដែលបន្ថែមទៅក្នុងអ្វីដែលមានស្រាប់បញ្ចេញមតិផ្ទាល់ខ្លួនប៉ុន្តែនៅតែតំណាងឲ្យស្ថាប័ន Save Cambodia នោះគឺមានឯកសារនោះដាក់ទៅស្រាប់ហើយ Thank you so much TV actually go back to the submission ទៅអ្វីដែលទេវីដាក់ទៅហ្នឹងគឺអង្គការ Save Cambodia ចងក្រងឯកសារនេះគឺមានរបៀបសំបីតការសរសេរឃ្លោងឃ្លាដែលសរសេរហ្នឹងគឺគួរឲ្យចាប់អារម្មណ៍មែនតើ very professional I can tell so Morton ស្លាបើសិនជាគាត់នៅរស់នៅឡើយគឺគាត់ច្បាស់ជាអង្គុយញញឹមឬក៏ម៉ោងនេះក៏គាត់សប្បាយចិត្តដែរដោយសារតែបដិបដាលទេវីនៅក្នុងការសរសេរសារណាឬក៏សរសេរលិខិតអីចងក្រងឯកសារទៅស្ថាប័នពាក់ព័ន្ធនេះគឺមើលទៅមានហេតុផលមានឃ្លោងឃ្លាអីក៏សំខាន់មែនតើប៉ុន្តែដោយសារអត្ថបទនោះវែងខ្ញុំចង់ឲ្យទេវីសង្ខេបជូនបងប្អូនទៅវិញថាតើចំណុចសំខាន់អីខ្លះដែលទេវីគិតថាបងប្អូនគួរដឹងអំពីអ្វីដែលបានសរសេរ so this is like I would like TV actually to kind of tell our audience, you know, for key takeaways, like in what you did recently. Yeah. To know what? You want to know The what I wrote? for the four key takeaways from the submission. You remember like the long, lengthy submission, which is so meaningful, but we don't have a lot of time to do that. I just would like you to summarize the like kind of four like Just in key, general for yeah, my community. right, yeah. Okay, not my submission. No, just yeah, I mean your personal letter is already over. I mean done. Okay, We already yeah. addressed that, but for the community, yeah. Okay. One is that freedom of association is not important simply because it is a right. It is important because it helps society identify problems, communicate those concerns, and address them before they become larger problems. Number two is political opposition, trade union, independent media, and civil society should not be viewed as separate issues. They make up civic participation and they connect with the broader framework of freedom of association. Three, right now, the main focus and question is whether trade commitments are taking place in practice. We want long-term. We want them to be, the efforts, are they sustained? We want to question, is it sustainable? Not whether those commitments exist on paper or in a public statement. And the fourth one is that this is a very rare, we have a rare amount of international attention on Cambodia right now. And it didn't get here
out of nowhere. It took a lot of time for us to build this. So, with the US now moving toward enforcement, your engagement and momentum is needed to ensure that those commitments produce real and sustainable and meaningful outcomes. Thank you ខ្ញុំបានសួរ TV ឲ្យ TV ជួយសង្ខេបតាក់ទងនឹងអ្វីដែលសរសេរមិនមែនលិខិតផ្ទាល់ខ្លួនគាត់ទេគឺឯកសារដែលតំណាងឲ្យសហគមន៍ទាំងមូលហើយចំណុចសំខាន់តែ4បានហើយតើស្អីដែលគួរឲ្យកត់សម្គាល់នៅក្នុងសារណាដែលគាត់សរសេរទៅខាងពាណិជ្ជកម្មអាមេរិកហ្នឹងទី1គឺគាត់លើកឡើងអំពីសេរីភាពនៃការជួបប្រជុំនៃការបង្កើតសមាគមអង្គការសង្គមស៊ីវិលអីនេះគឺវាជាមិនមែនតែសំខាន់ទេវាជាសិទ្ធិទៅទៀតដូច្នេះมันអាចទៅបង្ក្រាបมันអាចទៅធ្វើទុកបុកម្នេញគេបានទេបើសិនជារដ្ឋាភិបាលកម្ពុជាខ្លួនឯងថាបដិញ្ញានឹងធ្វើរឿងនេះអញ្ចឹងនៅក្នុងសារណាហ្នឹងគឺចង់ប្រាប់ទៅសហរដ្ឋអាមេរិកថាឲ្យមើលប្រទេសកម្ពុជាផងតើសន្យាអីគេខ្លះហើយរឿងដែលតកតងនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋអានេះវាមិនមែនតែសំខាន់ឯណាវាជាសិទ្ធិទៅទៀតមួយទៀតគឺតកតងនឹងរឿងអ្វីដែលបើសិនជាប្រជាពលរដ្ឋមិនរងការដោយថាបង្ក្រាបឬធ្វើទុកបុកម្នេញផ្នែកសិទ្ធិសេរីភាពនៅក្នុងការបង្កើតសហជីពឬក៏សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគាត់ទេគឺបានន័យថាប្រជាពលរដ្ឋអាចប្រាប់បញ្ហាដល់រដ្ឋាភិបាលដើម្បីយកទៅដោះស្រាយទី1គឺមិនត្រឹមតែប្រាប់បញ្ហាទេគឺអាក្តីកង្វល់របស់គាត់ហ្នឹងគឺមានច្រកមានមធ្យោបាយដើម្បីអាចនិយាយចេញទៅហើយដោះស្រាយទាន់ពេលវេលាជាជាងបិទមាត់ទុកចោលអីចឹងទៅហើយមួយទៀតគឺតកតងនឹងបញ្ហាអីក៏ដោយបើយើងអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគឺយើងដោះស្រាយវាបានមុននឹងវាដល់ដំណាក់កាលយឺតយ៉ាវចុងក្រោយដែលដោះស្រាយមិនកើតទី2គឺតកតងនឹងរឿងបង្ក្រាបសម្លេងប្រឆាំងការបង្ក្រាបសម្លេងប្រឆាំងការដែលធ្វើទុកបុកម្នេញសហជីពការដែលធ្វើទុកបុកម្នេញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអង្គការសង្គមស៊ីវិលទាំងអស់នេះមិនមែនជារឿងដាច់ដោយឡែកពីគ្នាទេរឿងទាំងអស់នេះគឺពាក់ព័ន្ធគ្នាទាំងអស់គឺប៉ះមួយណាគឺដូចប៉ះស្ថាប័នឬក៏សិទ្ធិសេរីភាពជាមូលដ្ឋាននឹងទាំងអស់គ្នាអញ្ចឹងបានន័យថារងគ្រោះទាំងអស់គ្នានៅក្នុងនេះគឺអង្គការ Save Cambodia ប្រមូលឯកសារនេះចង់បញ្ជាក់ទៀតថាគឺបានន័យថាវាពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីពការជួបជុំជាមូលដ្ឋានហ្នឹងដែលមិនអាចនរណារំលោភបំពានបានដែលជាសារដល់រដ្ឋាភិបាលកម្ពុជាឲ្យបានដឹងដែរហើយចំណុចទី4គឺឥឡូវនេះមែនតើបញ្ហាសំខាន់គឺវាមិនមែនតែនៅលើការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាទេពួករដ្ឋាភិបាលកម្ពុជាសន្យាខ្យល់ហ្នឹងក៏ច្រើនដែរត្រូវការមិនមែនសរសេរនៅលើกระดาษថាឲ្យតែល្អមើលទេតើខ្លួនអនុវត្តបានដែរឬយ៉ាងណាអញ្ចឹងនេះគឺជាឱកាសសម្រាប់ឲ្យចូលដល់ចំណុចចុងក្រោយសម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរនឹងចងចាំថាយើងត្រូវតែធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះអ្វីដែលខ្លួនសន្យាតែសន្យាហើយត្រូវតែធ្វើបើអត់ធ្វើតើនឹងមានផលវិបាកអីចំពោះការដែលសន្យាហើយមិនធ្វើនឹងដែរហើយចំណុចចុងក្រោយទី4ហ្នឹងទេវីចង់ជម្រាបថាព្រឹត្តិការណ៍សហគមន៍អន្តរជាតិកំពុងតែកើតឡើងដែលវិវត្តលឿនមែនតើលឿននេះនៅក្នុងន័យថាសហគមន៍អន្តរជាតិសម្លឹងមើលទៅការធ្វើទុកបុកម្នេញការធ្វើបាបប្រជាពលរដ្ឋផ្នែកសិទ្ធិមនុស្សហ្នឹងក៏មានច្រើនដែលយកចិត្តទុកដាក់ច្រើនដែលជាឱកាសសម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរជាពិសេសហ្នឹងដឹងថាខ្លួនកំពុងតែជាអ្នករងគ្រោះហ្នឹងគឺពួតដៃគ្នាចូលរួមតស៊ូមតិឲ្យកាន់តែស្រសឹកស្រស្រាំជាងមុនដើម្បីបានប្រយោជន៍អរគុណច្រើនទេវីតកតងនឹងចំណុចtake away នេះគឺឥឡូវអញ្ចេះរឿងវាមានច្រើនមែនហើយខ្ញុំនិយាយអំពីរឿងទៅUSTR យើងនិយាយពី ICCPR យើងនិយាយអំពី personal letter គឺលិខិតផ្ទាល់ខ្លួនរបស់ TV ខ្ញុំនៅមានរឿងមួយដែលកត់សម្គាល់នៅពេលដែលលោក Thomas Andrews ដែលជា Special Rapporteur គឺជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃ21ខែកក្កដាដល់ថ្ងៃទី31ខែកក្កដានេះចឹងបានន័យ10ថ្ងៃជាងនៅក្នុងពេលហ្នឹងស្រាប់តែ Save Cambodia ចេញលិខិតឬក៏សេចក្តីថ្លែងការណ៍មួយតាក់ទងនឹងរឿងនេះតែលិខិតនោះឬក៏សេចក្តីថ្លែងការណ៍របស់អង្គការ Save Cambodia នេះមិនផ្ញើទៅលោក Thomas Andrews ទេគឺជាដូចជា open letter ដូចជា statement អីមួយអញ្ចឹងនិយាយអំពីតើលោក Thomas Andrews គួរទៅមើលចំណុចណាខ្លះពេលដែលទៅដល់ប្រទេសកម្ពុជាតាក់ទងនឹងបញ្ហានៅស្រុកខ្មែរខ្ញុំមានសំណួរមួយទៅ TV ថា
ហេតុអីបានជាអង្គការ Save Cambodia ត្រូវការចេញសេចក្តីថ្លែងការណ៍បែបចំហបែបនេះមិនសរសេរផ្ទាល់ទៅលោក Thomas Andrew ទេ so the question is about Thomas Andrew visit to Cambodia and Save Cambodia of course release a statement which is more like an open statement rather than a statement directly addressed to uh, Mr. Andrew so what made Save Cambodia release that statement and what is actually the main purpose of it. The main purpose was that I think that it was important to speak to the Khmer community first. The urgent alert that was released was specifically to the people because we there's been we understand why the special rapporteur is going in. He's fact finding. I mean, that's what they always do. They go and look at the situation and they have the report that comes out, which for his will be October 2026. Mm-hmm. But the concern, or not the concern, but if years of evidence points to the weakening and dismantling of institutions, and we already mentioned that it's necessary for accountability, and Cambodia no longer, if that's the case with all the with everything that's been given, it's clear that Cambodia is no longer, we're not looking individual human rights violations anymore. Need to examine the broader structural problems affecting the institutions that make accountability and participation and reform possible. In 2023, remember the national election, for a few years we worked with Vitit Muntarbhorn regarding the election at that time. And it taken so many years to get the UN to acknowledge and to say that the election was not free and fair. And then to even question the hereditary appointment that Hun Manet received from his father. So anything going backwards, we don't want that narrative to go backwards because we have taken years to develop that. And the letter that was released to the public was a way to tell everybody what is to come. So meaning that the last paragraph, that everything that I just mentioned about what the concern is and what we want the special rapporteur to focus on is not so much about what he's going to find in Cambodia, because we already know, right? We already know what they're going to find when they go to Sakmai. But the main thing is that we as a community need to get ready to start sending letters to the United Nations and to the special rapporteur before his report. So that was the reason why it was very different. I know we never did that before, but this time I said, I think I'm just going to go ahead and write a letter directly to everybody. Thank you អរគុណច្រើនទេវីតាមពិតអ្វីដែលខ្ញុំចាប់អារម្មណ៍ព្រោះអីអង្គការ Save Cambodia សរស័ក្តិសស្រាំខ្លាំងមែនតើមួយរយៈពេលចុងក្រោយនេះជាពិសេសគឺនៅក្នុងការដែលជួយរំលឹកសហគមន៍យើងផងអំពីស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាចំណុចណាដែលជាចំណុចតស៊ូមតិអញ្ចឹងហើយបានជាខ្ញុំសួរកញ្ញាសិនទេវីថាហេតុអីបានជាត្រូវសរសេរជាសេចក្តីថ្លែងការណ៍ចំហមួយនៅពេលដែលលោកអ្នកដែលដូចថារាយការណ៍ពិសេសអង្គការសហប្រជាជាតិទៅប្រទេសកម្ពុជាតែមិនសរសេរទៅលោក Thomas Andrew ទេទៅសេទៅជាសហគមន៍ទូទៅទៅវិញតើបានន័យអីមានប្រយោជន៍អីកញ្ញាបកស្រាយយ៉ាងលម្អិតត្រង់ថាលិខិតនេះឬក៏សេចក្តីថ្លែងការណ៍នេះគឺមែនតើគឺយើងដឹងបញ្ហាគ្រប់គ្នាអស់ហើយមិនភ្ញាក់ផ្អើលនៅអ្វីដែលលោក Thomas Andrew គាត់នឹងទៅរកឃើញទេព្រោះអីបញ្ហានៅប្រទេសកម្ពុជាវាជាប្រព័ន្ធវាកើតឡើងចាក់ស្រេះដែលអ្នកណាក៏អាចនឹងមើលឃើញដែរប៉ុន្តែសម្រាប់សហគមន៍ខ្មែរគឺឲ្យនៅចង់អារម្មណ៍ថាតើបញ្ហាអ្វីដែលយើងចាប់អារម្មណ៍ជាងគេហើយត្រូវធ្វើអីតទៅទៀតដែលជាគោលដៅគន្លឹះនៅក្នុងការតស៊ូមតិរបស់យើងមិនមែនសម្រាប់តែទៅលោកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះទេគឺសម្រាប់ទៅអង្គការសហប្រជាជាតិផងឲ្យសហគមន៍ខ្មែរត្រៀមខ្លួនថានេះគឺជាជំហរដែលអង្គការ Save Cambodia ជួយរំលឹកដាស់តឿនក្រៅរំលឹកបងប្អូនប្រជាពលរដ្ឋឲ្យចងចាំនៅអ្វីដែលគួរតែធ្វើដែលជាសារហ្នឹងដែលគិតថាជាការត្រឹមត្រូវនៅក្នុងការចេញសេចក្តីថ្លែងការណ៍បែបនេះហើយមួយទៀតគឺអង្គការ Save Cambodia តែងតែដោះស្រាយបញ្ហាកម្រិតអន្តរជាតិ
ហើយដែលត្រូវការចូលរួមពីបងប្អូនហ្នឹងយើងមើលកន្លងមកដោយសារតែអង្គការ Save Cambodia ហ្នឹងក៏បានក្នុងស្ថានភាពឋានៈជាអ្នកពិគ្រោះយោបល់ហ្នឹងជាមួយនឹងអ្នករាយការណ៍ពិសេសមុននៅលោក Thomas Andrews ហ្នឹងគឺមានលោកវិទិតនន្តភ័ណ្ឌក៏ធ្វើឲ្យមានដូចថាលើកឡើងពីបញ្ហាទាយាទការដែលស្នងតំណែងពីលោកហ៊ុនសែនពីលោកហ៊ុនម៉ាណែតបានទទួលតំណែងមិនមែនដោយសារការជាប់ឆ្នោតទេគឺដោយសារតែការផ្ទេរទាយាទពីឪពុកទៅកូនតែម្ដងព្រោះកាលហ្នឹងលោកហ៊ុនសែនឈរឈ្មោះជានាយករដ្ឋមន្ត្រីអីចឹងទៅរឿងនេះក៏អង្គការសហប្រជាជាតិក៏យកចិត្តទុកដាក់តាមកង្វល់របស់សហគមន៍ហើយរឿងមួយទៀតដែលសំខាន់គឺអង្គការសហប្រជាជាតិដោយសារការតស៊ូមតិរបស់អង្គការ Save Cambodia ហ្នឹងក៏បានចេញសេចក្តីថ្លែងការណ៍ជារួមមួយចាត់ទុកថាការបោះឆ្នោតនៅប្រទេសកម្ពុជាមិនប្រព្រឹត្តទៅដោយភាពសេរីត្រឹមត្រូវនិងយុត្តិធម៌ព្រោះនេះគឺជារឿងមួយដ៏ជោគជ័យសម្រាប់សហគមន៍យើងដែលចងចាំថារឿងកើតឡើងច្រើននៅប្រទេសកម្ពុជាត្រូវការចូលរួមពីបងប្អូនអីចឹងបាទឥឡូវនេះគឺខ្ញុំបានសួរសំណួរទេវីច្រើនណាស់តែយ៉ាងណារឿងដែលពីនេះទៅមុខទៀតព្រោះយើងដឹងហើយថាសហគមន៍អន្តរជាតិជាពិសេសគឺសហរដ្ឋអាមេរិកក៏បានកំណត់ថានឹងដាក់យកពន្ធយកអីឬក៏ដូចថាមានleverage មានដូចថាការដែលដាក់សម្ពាធប្រទេសកម្ពុជាឲ្យអនុវត្តតាមហើយកម្ពុជាកន្លងមកបើតាមខ្ញុំមើលគឺមិនសូវយកចិត្តទុកដាក់ជាមួយនឹងឬក៏ទៅទុកដាក់សហគមន៍អន្តរជាតិដាក់សម្ពាធទេជាពិសេសដោយសហគមន៍អឺរ៉ុបចឹងនៅពេលដែលចង់ដាក់ EBA ដក20%ក៏ថាដក100ក៏បានដែរកាលហ្នឹងលោកហ៊ុនសែនក៏និយាយចឹងខ្ញុំនៅចាំក៏ប៉ុន្តែមករយៈពេលចុងក្រោយនេះគឺអាមេរិកថាអីគឺធ្វើតាមហ្នឹងប៉ុន្តែអាចថាកម្ពុជាមករយៈធ្វើអញ្ចឹងទៅតែចុងក្រោយក៏គាត់ដូចថាបំភ្លេចវាអីអញ្ចឹងសំណួររបស់ខ្ញុំនឹងចង់ចេះសួរថាឥឡូវអាមេរិកគឺទៅប្រកាសឲ្យថាគេនឹងបន្តដាក់ពង្រឹងអាការដែលកំណត់ដាក់សម្ពាធលើប្រទេសកម្ពុជាហើយអឺពន្ធ10%ហ្នឹងក៏បន្ថែមទៀតអញ្ចឹងនឹងមានយន្តការអីផ្សេងទៀត so since the US just announced that they are moving forward with the enforcement so how can the US determine whether reforms are meaningful or merely it's just like partial kind of measure so the question is more about how can the US keep Cambodia on check, hold Cambodia accountable of what they have promised to do. ហើយ save Cambodia ផងដែរបាទ Well, we can only answer from our side, because only we are responsible and accountable for our actions, right? Okay. This is very similar. It ties into the question you just asked me with the special rapporteur in the UN. We have to understand that this is a very new phase that we're moving in. It's the important question, is not about whether or not implementation now needs. We're trying to push for enforcement. It's happening now. So we need to look at it and say, are those measures being implemented? Everybody that's doing monitoring, are these measures being enforced in a way that is producing meaningful and measurable outcomes? Not on paper, not in a public statement, concrete. Yes, Cambodia has taken some actions in response to the agreement, and that should be acknowledged. However, that's not the focus. And we need to understand that very clearly. We are not focusing if those commitments exist. We are focusing whether those commitments are producing real, sustainable, meaningful outcomes in practice. So on our side, it is our job, just like we did with the special rapporteur, with the VTID before, was that we fact find ourselves. We provided information. Did we actually implement it or did we not? Did Cambodia not? To whether and to what extent? We need to do the same thing and then provide that information as well. And with, just like I mentioned with the UN, we don't want them to go back into the story. We already got to a specific narrative. Don't go back. The United States is the same. You already got into this implementation phase. We want to make sure, and we must ensure that they do not go backwards. So we need to do what we can to provide the information and to make the Cambodian government accountable.
អរគុណច្រើនទេវីតាមពិតសំណួរនេះគឺមានសារៈសំខាន់សម្រាប់បងប្អូនសហគមន៍ដែលតស៊ូមតិជាពិសេសដោយអង្គការ Save Cambodia ព្រោះអីនៅពេលដែលរដ្ឋាភិបាលសន្យាអីមួយជួនកាលគាត់សន្យាដើម្បីយកមករួចខ្លួនតើមានអីដែលចងកាតព្វកិច្ចគាត់ដើម្បីឲ្យគាត់គោរពតាមការសន្យារបស់គាត់អញ្ចឹងចម្លើយរបស់ទេវីគឺតកតងនឹងការងាររបស់អង្គការ Save Cambodia ឬក៏សហគមន៍យើងទាំងមូលតែម្ដងយើងកុំសួរថាអ្នកណាជួយយើងគឺយើងគិតតែពីយើងថាតើអាចជួយអីបាននៅក្នុងការដែលឲ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានសន្យាថាធ្វើព្រោះម្ដងនេះគឺអ្វីដែលគាត់សន្យាធ្វើគឺយើងអត់ឆ្ងល់ឥឡូវគាត់មានការបដិញ្ញាចិត្តយើងសួរថាតើអាការសន្យារបស់គាត់នឹងគាត់ធ្វើនឹងមានន័យមានប្រសិទ្ធភាពមានប្រយោជន៍អីសម្រាប់បងប្អូនប្រជាពលរដ្ឋឬក៏ដូចជាសហជីពឬក៏ស្ថាប័នរដ្ឋាភិបាលក្រៅរដ្ឋាភិបាលអង្គការសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយអីអញ្ចឹងតើសេរីភាពរបស់គាត់នឹងមានការប្រសើរដែរឬទេតើអាការធ្វើទុកបុកម្នេញនឹងនៅតែបន្តដែរឬទេវាថយឬក៏កើនឡើងហើយនៅក្នុងន័យនេះគឺសហគមន៍ខ្មែរឬយើងត្រូវរួមគ្នានៅក្នុងការជួយទៀងផ្ទាត់ដើម្បីជូនដំណឹងនេះទៅភាគីដែលពាក់ព័ន្ធជាពិសេសនៅក្នុងនេះដោយសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិអីអញ្ចឹងព្រោះយើងធ្វើបានជោគជ័យហើយដែលកាលពីលោកវិធិតមន្តភ័ណ្ឌនៅជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅសិទ្ធិមនុស្សប្រចាំនៅកម្ពុជាយើងធ្វើដូច្នេះយើងបន្តធ្វើដូច្នេះទៀតតកតងនឹងសហរដ្ឋអាមេរិកឬក៏ភាគីពាក់ព័ន្ធដើម្បីប្រាប់ថាកម្ពុជាអត់បានអនុវត្តតាមអ្វីដែលខ្លួនសន្យានេះហើយគឺជាសម្លេងសហគមន៍ដ៏រឹងមាំហើយពេលនេះគឺជាពេលដែលសហគមន៍ត្រូវតែប្រមូលផ្ដុំគ្នានៅក្នុងការធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានសន្យានិងមិនបានធ្វើអីចឹងខ្ញុំបានសួរទេវីច្រើនហើយមានចំណុចអីផ្សេងទៀតដែលទេវីចង់ជម្រាបជូនបងប្អូនជាពិសេសយើងឃើញរឿងច្រើនមែនតើយើងឃើញបងប្អូនសហគមន៍ក៏ដាក់ក្តីសង្ឃឹមច្រើនតទៅនឹងការតស៊ូមតិដែរ so អ្វីទៅដែលនឹងកើតឡើងបន្ទាប់ទៅទៀត so what is next for Save Cambodia and the community kind of expectation how to prepare themselves or what is the next move Well, one, paying attention very closely to what is what is the United States government doing with the implementation. One. Two, is Cambodia, to whether and to what extent are they implementing those measures? And three, prepare yourselves because we will be reaching out to the UN. That's the third one. So those are the main three, but you can translate that, but there is one main final thought that I want Okay. to ខ្ញុំសួរទេវីដែរព្រោះអីខ្ញុំបានសួរសំណួរគាត់ច្រើនគាត់បកស្រាយច្រើនដែរហើយតកតងនឹងអង្គការ Save Cambodia ហើយនឹងសហគមន៍ទាំងមូលដែលអង្គការ Save Cambodia ជាផ្នែកជាចំហដើម្បីពំនាំសម្លេងបងប្អូនឲ្យឮដល់ភាគីដែលពាក់ព័ន្ធហ្នឹងថាធ្វើអីទៀតរឿងរ៉ាវកើតឡើងច្រើនហើយចោះជំហានទៅមុខទៀតតើធ្វើអីឲ្យបងប្អូនសហគមន៍ត្រូវធ្វើអីដើម្បីជួយអង្គការ Save Cambodia តទៅទៀតកញ្ញាសិនទេវីគឺរំលឹកបងប្អូនថាទី1គឺត្រូវតែពិនិត្យមើលសកម្មភាពរបស់សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាការបដិញ្ញារបស់ខ្លួនតែគាត់ធ្វើអត់ឬក៏មិនធ្វើយើងជាប្រជាពលរដ្ឋគឺត្រូវតែធ្វើឲ្យពួកគាត់ទទួលខុសត្រូវទី2គឺតកតងនឹងដូចខ្ញុំបានជម្រាបម្ដងហើយគឺតកតងនឹងការរំលោភបំពានអីហ្នឹងតើពិតជាមានការខកឆក់ល្វែងឬក៏ខកខានមិនបានគោរពឬក៏នៅតែមានបញ្ហានឹងកើតឡើងដដែលទេហើយនឹងទី3ដែលសំខាន់នោះគឺតកតងនឹងបងប្អូនសហគមន៍ត្រៀមខ្លួនព្រោះអង្គការ Save Cambodia នឹងចេញជាលិខិតឬក៏ជូនដំណឹងដើម្បីឲ្យបងប្អូនជួយជាមតិឬក៏គ្រប់គ្រងជាសម្លេងដើម្បីធ្វើការតស៊ូមតិបន្តទៀតហើយទេវីថាមានចំណុចមួយទៀត so what would be the last point this week or the last 2 weeks I have been getting a lot of questions about just in general about freedom of association and just different groups in general that ask about from different sectors, either their civil society or their political opposition. It's just a lot of different questions. And the question was why, well, also you asked me that too, why should political opposition, independent trade unions, and how are they interconnected in this? And it's really important that we understand this because
that idea or misunderstanding of how we view the world and how we view international standards is really important in how we strategize in what we do. So all of those serve a different function. An opposition party represents political concerns. A trade union represents worker concerns. Independent media brings information and concerns to public attention. But they all identify problems and they all support accountability. So even though they all serve a different purpose, they contribute to the bigger picture in creating independent spaces where people can organize, participate, express concerns, and address problems before they become bigger issues. And what I've observed in the community when they talk about opposition, civil society, unions, and media, it's typically separate from each other. We kind of break it all apart. But freedom of association is what makes all of those institutions happen. So they're like up here and everything else falls underneath. So it's like a car where they all have different components that perform different functions. And a lot of time, once again, we focus on individual components when something goes wrong. But when multiple components begin experiencing similar problems, it tends to point to a larger issue in the system. And in this case, the larger system is freedom of association. And I think it's really important for us to understand that because I see this being a major issue in our community or misunderstanding, where we break all these problems and we think that it's not the same. And that was what the part of the ICCPR is about. That is what all of this is about, is that when the main system that is not working, the main institution is not working anymore, then everything else underneath it cannot function. អរគុណច្រើនទេវីតាមពិតចំណុចទី4នេះគឺមានសារៈសំខាន់មែនតើខ្ញុំបានជម្រាបជូនបងប្អូនត្រួសដែរប៉ុន្តែទេវីបានជម្រាបលម្អិតតកតងនឹងសំណួរដែលបងប្អូនសហគមន៍ច្រើនតែសួរថាតើសេរីភាពនៅក្នុងការដែលជួបប្រជុំគ្នានិយាយទៅគឺជាសិទ្ធិសេរីភាពនយោបាយអីហ្នឹងវាពិតជាមានសារៈសំខាន់វាពាក់ព័ន្ធគ្នាយ៉ាងដូចម្ដេចទៅទាំងសេរីភាពរបស់គណៈបកនយោបាយទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអង្គការសង្គមស៊ីវិលទាំងអីហ្នឹងបងប្អូនភាគច្រើនដូចជាចាត់ទុកថាទាំងអស់នេះវាជារឿងដាច់ដោយឡែករឿងប្រព័ន្ធផ្សព្វផ្សាយដាច់ដោយឡែកគណៈបកនយោបាយដាច់ដោយឡែករឿងអង្គការសង្គមស៊ីវិលដាច់ដោយឡែករឿងសហជីពដាច់ដោយឡែកការពិតគឺទាំងអស់នេះគឺជាបង្គំដូចជាគ្រឿងរថយន្តមួយអញ្ចឹងព្រោះសេរីភាពនៅក្នុងការជួបប្រជុំសេរីភាពនៅក្នុងសិទ្ធិនយោបាយទាំងអស់នេះគឺវាជាគ្រឿងវាជាតួឡានទាំងមូលអញ្ចឹងនៅក្នុងហ្នឹងវាមានកង់វាមានផ្នែកម៉ាស៊ីនមានអីហ្នឹងគឺវាមានគណៈបកនយោបាយវាមានអង្គការសង្គមស៊ីវិលវាមានប្រព័ន្ធផ្សព្វផ្សាយវាមានសហជីពអីអញ្ចឹងទាំងអស់គ្នាដែលអាចមានសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិនៅក្នុងការដោះស្រាយបញ្ហានៅក្នុងការបកអាក្រាតរឿងអីនៅក្នុងសង្គមជួយគ្នាក្នុងការតស៊ូមតិអីចឹងទាំងអស់នេះគឺសុទ្ធតែជាបណ្ដុំដែលធ្វើឲ្យគ្រឿងរថយន្តនេះអាចនឹងដំណើរការបានខ្វះមួយណាក៏មិនបានដែរដូច្នេះទាំងអស់នេះហើយបានជាគិតថាសេរីភាពនៅក្នុងការជួបប្រជុំសិទ្ធិសេរីភាពនយោបាយហ្នឹងគឺជារឿងសំខាន់មិនមែនជារឿងឯកជនដាច់ដោយឡែកទេបើមានរឿងអីប៉ះពាល់ជាមួយនឹងសហជីពគឺវាប៉ះពាល់ដល់គណៈបកនយោបាយប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយប៉ះពាល់អីគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលយើងទាំងអស់គ្នាត្រូវការយកចិត្តទុកដាក់នៅក្នុងការដោះស្រាយបញ្ហានេះគឺជារឿងរួមសម្រាប់បងប្អូនទាំងអស់គ្នាបាទ And last point. yes Last point. mm-hmm. And I had to give this example for people to understand is that we're playing like you're playing a game and there's rules and regulations to a game, but they need to be functioning properly. So sometimes we want to say, I want to play the game too. I want to play the game, but they won't allow my piece on the board. They won't allow my piece on the board. I want to go play. But when the whole board, the whole game is being rigged, what is the purpose of asking for your pawn to be there? There's no purpose. What you have to do is that you have to stop the whole game and say, wait a minute, the whole game is rigged. I don't want to participate in this rigged game. We need to fix this entire system before we continue. That's how we need to be looking at Cambodia's situation. អរគុណច្រើនទេវីចង់បន្ថែមឧទាហរណ៍មួយទៀតដើម្បីបងប្អូនឲ្យងាយយល់អំពីថាតើ
ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសារៈសំខាន់ប៉ុណ្ណានៅក្នុងការចូលរួមដោះស្រាយបញ្ហារួមរបស់កម្ពុជាព្រោះអីយើងដូចយើងចូលលេងនៅក្នុងល្បែងកំសាន្តអីមួយចឹងល្បែងកំសាន្តនេះគឺបានន័យថាជាន័យធៀបមែនក៏ប៉ុន្តែម្នាក់សុទ្ធតែមានតួនាទីនៅក្នុងការចូលទៅលេងនៅក្នុងហ្នឹងដើម្បីឲ្យគ្រប់ក្រុមគ្រប់គូគ្រប់ដែលថាធៀបផ្សំនៃការលេងទៅកំសាន្តនឹងវាសប្បាយប៉ុន្តែនៅពេលដែលមានអ្នកណាម្នាក់មកខាត់ខាំងយើងមិនឲ្យយើងចូលរួមលេងសប្បាយនៅក្នុងកម្មវិធីហ្នឹងគឺបានន័យថាយើងអត់ដូចជាអត់មានសិទ្ធិចង់និយាយថាអត់មានន័យអីសម្រាប់យើងគឺអ្វីដែលរៀបចំហ្នឹងគឺដូចជាឆាកល្ខោនឬក៏ជាការស្ពិនភ្នែកឬក៏បោកបន្លំអញ្ចឹងប្រទេសកម្ពុជាសពថ្ងៃស្ថានភាពដែលកើតឡើងនៅប្រទេសកម្ពុជាគឺដូចអ្វីដែលនិយាយពីការប្រៀបធៀបទៅបង្គំរថយន្តឬក៏លបែងកំសាន្តមួយនេះអញ្ចឹងគឺម្នាក់គឺមានសិទ្ធិចូលរួមបើយើងមិនបានចូលរួមជាផ្នែកនៅក្នុងនឹងទេគឺបានន័យថាគេកំពុងតែបោកបន្លំឬក៏ធ្វើឲ្យមានបញ្ហាអញ្ចឹងដើម្បីដោះស្រាយបញ្ហាគឺយើងគ្រប់គ្នាត្រូវចូលរួមហើយរកឃើញបញ្ហារួមនឹងឲ្យឃើញដើម្បីឲ្យយើងទៅរកគោលដៅនៃការដោះស្រាយបញ្ហាឲ្យបានជោគជ័យបាទ Yep Thank you. thank you very much ទេវីខ្ញុំអស់មានសំណួរអីហើយព្រោះអីយើងបានជជែកគ្នាលម្អិតហើយការជួបគ្នាមួយខែម្ដងនេះគឺដើម្បីឲ្យបងប្អូនបានដឹងអំពីអ្វីខ្លះដែលអង្គការ Save Cambodia បានធ្វើជាដោយស្មោះត្រង់គឺខ្ញុំពិតជាមានមោទនភាពនិងរីករាយជំនួសបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនដែលគ្មានសម្លេងហើយបានអង្គការ Save Cambodia នេះដែលជាភ្នែកជាច្រមុះជាសម្លេងរហូតដល់ស្ថាប័នខាងក្រសួងការបរទេសឬក៏រដ្ឋាភិបាលអាមេរិកគណៈកម្មការអឺរ៉ុបរហូតដល់អង្គការសហប្រជាជាតិដូច្នេះបងប្អូននៅតែអាចប្រើប្រាស់អង្គការ Save Cambodia នេះគឺជាដូចថាជាច្រកមួយដើម្បីយកសម្លេងយកទៅឲ្យលឺដល់ស្ថាប័នពាក់ព័ន្ធហើយកុំភ្លេចថាអ្វីដែលកើតឡើងមកថ្ងៃនេះនៅអ្វីដែលកើតឡើងនៅប្រទេសកម្ពុជាមានអាមេរិកគេឈឺឆ្អាលរឿងស្រុកខ្មែរអង្គការសហប្រជាជាតិគេនេះហ្នឹងក៏ដោយសារតែបងប្អូនទាំងអស់គ្នាបញ្ចេញសម្លេងហើយក៏ដោយសារតែមានការសម្របសម្រួលពីអង្គការ Save Cambodia នេះដើម្បីឲ្យសម្លេងនឹងឮដល់ព្រោះអីគ្មានអ្នកណាដែលដឹងរឿងច្បាស់នៅស្រុកខ្មែរជាងប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះហើយប្រជាពលរដ្ឋខ្មែរជនរងគ្រោះអត់អាចនិយាយឲ្យបាននៅក្នុងស្រុកខ្មែរទៅអង្គការ Save Cambodia នេះគឺជាយានចម្លងសម្លេងរបស់បងប្អូនដូច្នេះចាប់ពីពេលនេះតទៅកុំភ្លេចចូលរួមជាមួយនឹងអង្គការនេះឲ្យបានច្រើននៅពេលដែលមានលិខិតអញ្ជើញឬក៏ឲ្យចូលរួមជាមតិយោបល់ជាឯកសារជាអីហ្នឹងគឺដែលគាត់ផ្ញើជា alert ជាអីហ្នឹងអាសាមើល email ឬក៏ Facebook របស់អង្គការ Save Cambodia ផងជាចុងក្រោយទេវីមានអីចង់ថែមទៀតទេ Would you wish to add anything else if you would like to do so you have the floor Mainly that this is a very, very important time for the Khmer community. There's a lot of activity and attention taking place in Cambodia. This is a major opportunity and it should not be wasted at all. This attention also, remember, it didn't appear out of nowhere. This is a result of years of work from the entire Khmer community. A lot of people that have lost hope, a lot of people that think that the work wasn't going anywhere. But this is showing that all of these years that we spent building this momentum, we cannot lose it. It's just the beginning. So we must continue engaging, must continue participating, continue providing information, and to ensure that these issues remain part of the conversation as this process moves forward. So please do not take it lightly. It took a long time, takes a lot of energy, a lot of manpower, a lot of people work, but not about that. I'm saying that because it shows that all of this, it comes together. It shows how when you stay consistent, what can happen. And we're just at the beginning. So just because you're seeing this activity doesn't mean, okay, we're done. No, it's just the beginning. You got to keep going. អរគុណច្រើនបាទទេវីចង់បន្ថែមចុងក្រោយបងប្អូនដូចតែខ្ញុំបានយើងជជែកគ្នាហើយថាកិច្ចការងារនេះខំប្រឹងយូរឆ្នាំណាស់ទម្រាំបានប៉ុណ្ណេះហើយនេះគឺជាឱកាសមាសសម្រាប់បងប្អូនសហគមន៍ដែលអស់សង្ឃឹមគឺមានក្តីសង្ឃឹមច្រើនហើយដោយសារសហគមន៍អន្តរជាតិហាក់បីដូចជាយកចិត្តទុកដាក់ច្រើនដែរទៅលើស្ថានភាពប្រទេសកម្ពុជានៅពេលនេះដោយសារតែយើងបន្តការតស៊ូមតិយើងអត់
អត់ដាច់នៅបន្តរហូតអញ្ចឹងដោយសារតែយើងខំប្រឹងយូរហើយជុំគ្នាមកទៀតអញ្ចឹងក្តីសង្ឃឹមក៏មានបន្តជួយគ្នាតទៅទៀតកុំដាក់ដៃឲ្យសោះហើយកុំគិតថាអីឥឡូវបានប៉ុណ្ណឹងហើយអត់ទេអត់បានប៉ុណ្ណឹងនេះគឺគ្រាន់តែជាចំណុចចាប់ផ្ដើមនៃការបង្កើតក្តីសង្ឃឹមបន្ថែមទៀតហើយឲ្យមានការជោគជ័យភាពជោគជ័យបន្ថែមទៀតតកតនៅក្នុងការស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជានិយាយទៅគឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាទាំងអស់ហើយកុំភ្លេចដូចខ្ញុំបានជម្រាបចុងក្រោយគឺតកតងនឹងរឿងអង្គការសេកម្ពុជានេះគឺបងប្អូនចូលទៅមើលគេហទំព័រ Facebook របស់គាត់ឬតាមដានព័ត៌មានតាមអ៊ីមែលដែលគាត់ផ្ញើទៅឬក៏យ៉ាងម៉េចតកតងគាត់ដោយផ្ទាល់ទៅខ្ញុំអរគុណកញ្ញាសិនធីវីយ៉ាងក្រៃលែងដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានសម្ភាសនៅថ្ងៃនេះហើយយើងនឹងជួបគ្នាទៀតនៅចុងខែក្រោយតាមកាលកំណត់អញ្ចឹងពេលនេះខ្ញុំសូមជម្រាបលាកញ្ញាទេវីហើយជម្រាបលាបងប្អូនទាំងអស់ត្រឹមប៉ុណ្ណេះសិនបាទសូមអរគុណ